សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងកំសាន្តមួយដែលកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាច្រើននោះគឺកោះសាងស្នេហ៍លេងណាវត្រាដែលស្ថិតក្នុងខេត្តបាត់ដំបងប្រសិនបើអ្នកកំពុងស្វែងរកកន្លែងសម្រាប់លំហែកាយចង់គេចពីភាពអូមាញឹកនៃការងារឬចង់ចំណាយពេលជាមួយនឹងគ្រួសារមិត្តភ័ក្តិនៅទីនោះគឺជាជម្រើសដ៏ល្អមួយគ្រាន់តែចូលមកដល់ភ្លាមអ្នកនឹងឃើញបឹងទឹកដ៏ល្វឹងល្វើយទឹកថ្លាខ្យល់បក់ត្រជាក់និងបរិយាកាសដ៏ស្ងប់ស្ងាត់ដែលធ្វើឲ្យអារម្មណ៍ធូរស្រាលភ្លាមអ្វីដែលធ្វើឲ្យទីនោះមានភាពពិសេសគឺខ្ទមអង្គុយលើទឹកដែលរៀបចំយ៉ាងស្អាតអ្នកអាចជ្រើសរើសអង្គុយជាមួយនឹងក្រុមគ្រួសារឬមិត្តភ័ក្តិបញ្ជាទិញអាហារនិងភេសជ្ជៈខណៈពេលដែលរីករាយជាមួយនឹងទេសភាពជុំវិញបឹងសំឡេងខ្យល់បក់ប៉ះផ្ទៃទឹកនិងបរិយាកាសធម្មជាតិធ្វើឲ្យទីនោះក្លាយទៅជាកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកដែលចង់សម្រាកពីភាពហត់នឿយក្នុងជីវិតប្រចាំថ្ងៃប្រសិនបើអ្នកចូលចិត្តថតរូបឬថតវីដេអូកោះសាងស្នេហ៍លេងនវត្រាក៏មានម្ដុំថតជាច្រើនផងដែរមិនថាជាមាត់បឹងខ្ទមលើទឹកស្ពានតូចឬទេសភាពនាពេលថ្ងៃលិចសុទ្ធតែអាចផ្ដល់រូបភាពដ៏ស្រស់ស្អាតជាពិសេសនៅពេលល្ងាចពន្លឺព្រះអាទិត្យចាប់ផ្ដើមលិចឆ្លុះលើផ្ទៃទឹកបង្កើតជាទេសភាពដ៏កក់ក្ដៅនិងរ៉ូមែនទិកជាមួយនឹងពេលវេលាដែលអ្នកថតរូបនិងអ្នកបង្កើតមាតិកាជាច្រើនចូលចិត្តបំផុតសម្រាប់អ្នកដែលមានជាលក្ខណៈគ្រួសារកុមារក៏អាចរីករាយជាមួយនឹងកន្លែងលេងនិងសកម្មភាពកម្សាន្តផ្សេងៗខណៈពេលដែលមនុស្សធំអង្គុយសម្រាកញ៉ាំអាហារនិងជជែកលេងយ៉ាងសប្បាយរីករាយអាហារនៅទីនោះក៏មានច្រើនមុខដែរចាប់ពីម្ហូបទូទៅមានប្រហិតមានបុកល្ហុងមានបាយអីជាដើមនិងភេសជ្ជៈត្រជាក់និងអាហារសម្រន់ដែលអាចបំពេញតម្រូវការរបស់ភ្ញៀវបានគ្រប់វ័យបើអ្នកមានកម្រងមកលេងខ្ញុំសូមណែនាំឲ្យមកនៅពេលរសៀលឬជិតល្ងាចព្រោះអាកាសធាតុត្រជាក់ជាងហើយមានទេសភាពដ៏ស្រស់ស្អាតជាមួយនឹងថ្ងៃក្តៅកុំភ្លេចយកកាមេរ៉ាឬទូរស័ព្ទដែលសាកថ្មពេញមកផង